ក្រឡេកទៅមើលបរិស្ថានក៏ដូចជាបរិយាកាសនៅក្នុងវត្តអារាមមួយនេះគឺពិតជាចម្លែកខ្លាំងណាស់មេឃក៏ប្រែចុះត្រជាក់ទៅអាប់ផ្សែងមកយ៉ាងក្រាស់ឃ្មឹកពីពេញផ្ទៃអាកាសហើយអ្វីដែលយើងចង់ដឹងគឺបន្តដោយឃ្លាសេចក្តីរបស់លោកតាបានបញ្ចេញវាចាទៅកាន់ថាវីចៅស្រីអើយនាងកុំអាលខំរកផ្លូវទៅផ្ទះអីនាងដឹងទេហេតុអ្វីបានជាយមរាជបញ្ជូននាងមកទីនេះគឺជាវត្តរបងប្រាជ្ញាក៏ព្រោះតែចិត្តរបស់នាងកាលនៅរស់គឺពោពេញទៅដោយភាពមិនស្មោះត្រង់កិលេសនាងតែងតែប្រើអង្ដាតបញ្ឆោតទៅដល់អ្នកដតីឲ្យវង្វេងជាមួយនឹងពាក្យសម្ដីរបស់នាងអាចសម្លាប់សេចក្តីសុខរបស់គេហើយលើនេះច្បាប់កម្មផលគឺតម្រូវឲ្យនាងវង្វេងនៅភពចន្លោះនេះដូចគ្នាបើនាងមិនទាន់បានស្រាយបាបកម្មពាក្យសម្ដីក្នុងចិត្តរបស់នាងឲ្យដាច់ទេទោះនាងខំដើរដល់ដាច់ខ្យល់ស្លាប់ក៏នាងមិនអាចរកផ្លូវទៅឋានមនុស្សវិញដែរលោកតាផ្អាកនិយាយមួយសន្ទុះរួចចង្អុលទៅកាន់ខ្លោងទ្វារវត្តខាងកើតដែលមានព្រះអាទិត្យមួយដួងកំពុងតែរះចែងចាំងបញ្ជះបញ្ចេញពន្លឺរស្មីណាហើយចូលចៅមើលទៅទិសនោះគឺជាព្រះអាទិត្យនៃការពិតបើចៅប្រកាសថាចៅស្អាតស្អំចូលចៅដើរទៅរកខ្លោងទ្វារនៅកន្លែងដែលមានព្រះអាទិត្យរះចំពីមុខនោះចៅនឹងបានទៅជួបពុកម៉ែរបស់ចៅវិញហើយទឹកមុខថាវីដែលកំពុងតែស្លន់ស្លោភ័យញ័រញាក់ភ្លាមក៏ប្រែមកជាញញឹមហើយបានអរគុណលោកតាហើយអរគុណទៀតថាវីបំរុងនឹងក្រោកដើរទៅហើយស្រាប់តែនាងត្រូវភ្ញាក់ព្រឹត្តព្រោះបន្ទាប់ពីបានបាយក្រោយខ្នងមកក៏បានឃើញលោកតាចាស់ម្នាក់ទៀតដែលមានមុខមាត់សម្លេងនិងសម្លៀកបំពាក់ដូចគ្នាទៅនឹងតាចាស់ម្នាក់នោះបេះបិទអញ្ចឹងគាត់បានដើរមកក្បែរថាវីរួចសើចយ៉ាងលឺចៅកុំជឿវាអីតាចាស់ម្នាក់នេះគឺជារូបរាងคล้ายទេគាត់ចង់បោកចៅឲ្យធ្លាក់នៅរស់អវជ័យវិញទេចៅមើលទៅខ្លោងទ្វារនៅទិសខាងលិចនោះមើលទីនោះក៏មានព្រះអាទិត្យរះដូចគ្នាដែរពន្លឺរបស់វាមានភាពកក់ក្ដៅនិងស្ងប់ស្ងាត់ជាងនោះទៅជាផ្លូវទៅផ្ទះវិញយ៉ាងពិតប្រាកដណាចៅពុកម៉ែចៅកំពុងតែយំអង្គុយរងចាំចៅនៅទីនោះហើយប្រញាប់ឡើងមុនពេលដែលព្រះអាទិត្យលិចបាត់បើមិនអញ្ចឹងទេចៅនឹងត្រូវនៅទីនេះរហូតសំឡេងរបស់លោកតាទាំងពីរបានបន្លឺទៅបន្លឺមកដល់និយាយប្រកែកគ្នាដណ្ដើមប្រាប់ថាវីថាផ្លូវមួយនោះគឺជាផ្លូវដែលត្រឡប់ទៅផ្ទះវិញពិតប្រាកដថាវីមុខស្លុតស្មារតីនាងងាកមើលទៅទិសខាងកើតឃើញព្រះអាទិត្យមួយហើយក៏ងាកទៅទិសខាងលិចខ្លោងទ្វារវត្តក៏ឃើញព្រះអាទិត្យមួយដូចគ្នាដែរតាចាស់ទាំងពីរនាក់សុទ្ធតែនិយាយដូចគ្នាសំឡេងដូចគ្នាទឹកមុខដូចគ្នានាងមិនបានជឿអ្នកណានោះទេមិនដឹងថាទ្វារមួយណាគឺជាផ្លូវរស់និងទ្វារមួយណាគឺជាផ្លូវមរណៈនោះទេក្លិនធូបឈ្ងុយឈប់លាយឡំជាមួយនឹងក្លិនស្អុយសាយសាក់សពពាសពេញអាកាសតែម្ដងភ្លាមដែលធ្វើឲ្យនាងឆ្លក់វង្វេងជាមួយនឹងរបងនៃការលបងប្រាជ្ញារបស់លោកយមបាលនិងលោកយមរាជកាន់តែជ្រៅទៅដោយមិនអាចដកខ្លួនបានឡើយថាវីស្រឡាំងកាំងនាងលូកដៃទៅចាប់ស្មាតាចាស់ដែលនៅជិតខ្លួនតែដៃរបស់នាងបែរជាគ្របដណ្ដប់បានត្រឹមតែភាពទទេស្អាតដោយលោកតាទាំងពីរបានរលីបាត់
ទៅជាមួយនឹងផ្សែងអាប់ដែលបានហូរអណ្ដែតនៅតាមបរិយាកាសបន្សល់ទុកឲ្យនាងឈរម្នាក់ឯងនៅចំកណ្ដាលវត្តដ៏ធំល្វឹងល្វើយមួយនេះដែលនៅខាងក្រោមបរិយាកាសផ្ទៃមេឃដែលមានព្រះច័ន្ទពីរដួងកំពុងតែរះប្រណាំងគ្នាបញ្ចេញពន្លឺមកផ្ទុយប្រសពគ្នានាងអង្គុយខ្ទប់មុខយ៉ាងយូរដោយគិតហើយគិតទៀតថានាងនឹងត្រូវគួរដើរទៅផ្លូវណាព្រោះបើសិនជានាងដើរខុសហើយនាងនឹងមិនអាចវិលត្រឡប់ទៅឋានមនុស្សលោកវិញនោះទេបើក្រឡេកទៅមើលព្រះអាទិត្យទាំងពីរដួងនេះវិញហាក់ដូចជារៀបនឹងលិចទៅបន្តិចម្ដងទៅហើយថាវីញ័រខ្លួនទៅត្រើតនាងបានដឹងខ្លួនថាទីនេះគ្មានអ្នកណាក្រៅពីនាងនោះទេអ្វីដែលនាងបានឃើញគឺជារបងចិត្តដែលនាងត្រូវស្រាយដោយខ្លួនឯងថាវីអង្គុយចុះរួចខ្ទប់មុខយំម្ដងទៀតនៅក្នុងសភាពងងឹតស្លុបនៃចិត្តរបស់នាងក៏ចាប់ផ្ដើមនឹកឃើញទៅដល់ទឹកមុខដ៏ក្រៀមក្រំរបស់ម៉ែពុកនិងប្អូនប្រុសរបស់នាងនិងសំឡេងដកដង្ហើមធំរបស់ពួកគេដែលកំពុងតែយំសោកបោកខ្លួននៅមុខមឈូសរបស់នាងបាននឹករលឹកមកវិញជាមួយនឹងពាក្យភូតភរនិយាយស្ដីកំហោកស្ដីបន្ទោសជេរប្រមាថទៅលើឪពុកម្ដាយរបស់នាងនិងការនិយាយកុហកនិងឆ្កឹះឆ្កៀលចាក់រុកនិយាយអ្វីដែលមិនមែនជាការពិតធ្វើឲ្យអ្នកដទៃមិនមានក្តីសុខនៅក្នុងគ្រួសារនាងក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់ម៉ែរបស់នាងដែលបានអោបនាងរួចប្រដៅនាងថាកូនអើយធ្វើជាមនុស្សត្រូវមានសច្ចៈទើបទេវតាជួយការនឹករលឹកនេះហើយជាភាពកំសត់និងសេចក្តីកតញ្ញូចំពោះអ្នកមានគុណបានចាប់ផ្ដើមដុតបញ្ឆេះពន្លឺសតិរបស់នាងឲ្យភ្លឺឡើងវិញម្ដងទៀតនាងបានងើបមុខឡើងសម្លឹងទៅមើលខ្លោងទ្វារទាំងពីរម្ដងទៀតខួរក្បាលរបស់នាងចាប់ផ្ដើមត្រិះរិះយ៉ាងហ្មត់ចត់នាងមិនមើលតាមដែលភ្នែករបស់នាងបានឃើញទៀតនោះទេតែនាងបានមើលតាមនៃធម្មជាតិថាវីបាននិយាយក្នុងចិត្តដោយសំឡេងយ៉ាងម៉ឺងម៉ាត់ថាអត់មែនទេព្រះអាទិត្យពីរមិនមែនមានន័យថាផ្លូវពីរនោះទេលោកតាប្រាប់ថាទីនេះគឺរបងបញ្ញាទិសខាងកើតគឺជាទិសដែលព្រះអាទិត្យរះឡើងបញ្ចេញពន្លឺឲ្យលោកីមានជីវិតខាងកើតគឺជាការកកើតឡើងវិញគឺជាពន្លឺនៃជីវិតថ្មីដែលខ្ញុំត្រូវដើរដណ្ដើមយកមកវិញឲ្យបានដើម្បីសងគុណពុកម៉ែរបស់ខ្ញុំចុះទិសខាងលិចទោះជាវាមានពន្លឺចាញ់ចាំងខ្លាំងប៉ុណ្ណាក៏មើលទៅទិសនេះគឺជាទិសដែលត្រូវរលត់ទិសដែលត្រូវលិចបាត់ទៅក្នុងភាពងងឹតសូន្យឈឹងជានិរន្តរ៍ថាវីខំមាត់បដិញ្ញាចិត្តនាងដឹងហើយថាបើទោះជាទិសខាងលិចមើលទៅហាក់ដូចជាមានពន្លឺកក់ក្ដៅឬមានការលបួងលួងលោមយ៉ាងណាក៏ដោយក៏វាមើលទៅគឺជាទិសនៃសេចក្តីស្លាប់ចំណែកឯទិសខាងកើតបើទោះជាផ្លូវដើរទៅរកខ្លោងទ្វារនេះមិនស្រួលនឹងមានខ្យល់បក់ហើយមានប្រវែងឆ្ងាយយ៉ាងណាក៏ដោយមើលទៅមិនគួរឲ្យខ្លាចដូចជាទិសខាងលិចនោះទេវាគឺជាទិសតែមួយគត់ដែលអាចនាំខ្ញុំទៅរកការចាប់កំណើតនៅក្នុងរូបរាងចាស់វិញក្រោយដែលគិតក្នុងមាត់និយាយរួចរាល់ហើយនាងបានងើបឈរឡើងទាំងស្វាហាប់ហើយនាងក៏ត្រូវលែងបានវិលវល់ជាមួយនឹងស្រមោលដែលបែងចែកចេញជាពីរនេះទៀតហើយនាងបានសម្លឹងត្រង់ទៅកាន់ខ្លោងទ្វារទិសខាងកើតរួចពោលពាក្យសច្ចៈចេញពីមាត់យ៉ាងច្បាស់ថាទិសខាងកើតគឺជាទិសថ្មីទិសខាងលិចគឺជាការលិចបាត់ខ្ញុំជ្រើសរើសយកផ្លូវនៃសេចក្តីពិតទោះវាលំបាកយ៉ាងណាក៏ដោយគ្រាន់តែថាវីរត់កាត់ចូលទៅក្នុងខ្លោងទ្វារដែលមានពន្លឺពណ៌សនោះភ្លាមភ្នែករបស់នាងស្រវាំងឈឹងរំពេចនោះភាពត្រជាក់នៃវាលវត្តសង្សារអាត់កំបាំងបានបាត់បង់ទៅជំនួសមកវិញនៅខ្យល់អាកាសដ៏ត្រជាក់
និងមានក្លិនក្រអូបទៅដោយក្លិនផ្កាស្មៅនិងក្លិនម្អមនាងបើកភ្នែកឡើងស្រាប់តែឃើញខ្លួនឯងកំពុងតែឈរនៅកណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកវាលស្រែទាំងនេះមានពន្លឺភ្លឺខៀវស្រងាត់ស្រូវដែលកំពុងតែចេញផ្កាស្លឹកឈើរំយ៉ែរំយល់បក់បោកតាមកម្លាំងនៃខ្យល់ឬសំឡេងសត្វចាប់ត្រសៀងចេញពីក្បែរដើមឈើដែលដុះអមនៅតាមម្ខាងភ្លឺស្រែបើមើលទៅឃើញដូចជាសមុទ្រពណ៌បៃតងអញ្ចឹងមេឃនៅទីនេះក៏លែងមានព្រះអាទិត្យពីរទៀតហើយគឺមានជាមួយនឹងពន្លឺព្រះអាទិត្យតុននាពេលល្ងាចដែលមើលទៅស្រស់ស្អាតខ្លាំងណាស់ថាវីបានគិតនៅក្នុងចិត្តទាំងងើងឆ្ងល់ម្នាក់ឯងថាតើនេះគឺជាកន្លែងណាឬមួយខ្ញុំមកដល់ភូមិបឹងលំពេចវិញហើយចុះហេតុអ្វីបានជាស្ងាត់យ៉ាងនេះគ្មានមនុស្សគ្មានសំបីតែសត្វសំបីតែម្នាក់អញ្ចឹងថាវីបានដើរកាត់តាមភ្លឺស្រែទាំងវល់វល់នាងមានអារម្មណ៍ថាខ្លួននាងស្រាលខ្លាំងហត់ក៏មិនហត់ឃ្លានក៏មិនឃ្លានហាក់ដូចជាចង់ដើរលេងនៅក្នុងវាលស្រែនេះរហូតមិនចង់ទៅណានោះទេនៅចម្ងាយប្រហែល100ម៉ែត្រពីនាងក៏បានឃើញមានខ្ទមស្រែដ៏តូចចំណាស់មួយដែលសង់ពីឈើចាស់ប្រក់ស្លឹកមើលទៅគួរឲ្យកក់ក្ដៅនិងចង់គួរឲ្យជ្រោកខ្លាំងណាស់នៅក្បែរខ្ទមនោះមានបឹងទឹកដ៏ថ្លាឆ្វេងមួយដែលមើលទៅមានផ្កាឈូកយ៉ាងច្រើនកំពុងរីកស្គុះស្គាយនៅពេញទឹកហើយក៏មានផ្លែឈូកដុះមកជ្រងចេញពីទឹកគួរឲ្យចង់ចុះទៅបេះលេងខ្លាំងណាស់ថាវីបានដើរសម្ដៅទៅរកខ្ទមនោះក្នុងចិត្តគិតហើយប្រហែលថាមាននរណាម្នាក់នៅទីនោះដើម្បីជួយប្រាប់ផ្លូវនាងប៉ុន្តែនៅពេលដែលនាងទៅដល់នាងក៏ចាប់ផ្ដើមឮសំឡេងម្យ៉ាងសំឡេងមនុស្សសើចចេញពីក្នុងខ្ទមនោះលាយឡំជាមួយនឹងសំឡេងក្លិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ភាយចេញមកក្លិនដែលឈ្ងុយចេញពីម្ហូបទាំងអស់នោះបានហោះបង្ហើរចូលទៅក្នុងបង្ហោងច្រមុះរបស់នាងក៏បានអើតកមើលតាមប្រឡោះប្រហោងក្តារខ្ទមនោះនាងបានឃើញម្ហូបអាហារជាច្រើនសន្ធោសន្ធប់តម្រៀបត្រៀបត្រានៅលើតុដែលសុទ្ធតែជាម្ហូបដែលនាងចូលចិត្តហើយនៅក្បែរនោះផងដែរគឺមានដង្រៀបមានគ្រែមួយខ្នើយពី3និងរៀបភួយតុដូចជាតម្រៀបរងចាំនាងមកវិញអញ្ចឹងនាងមិនបានគិតច្រើននោះទេនាងមានអារម្មណ៍ថាចង់ឈប់នៅទីនេះចង់សម្រាកនៅទីនេះនាងពេលនោះហាក់ដូចជាភ្លេចនៅរឿងរ៉ាវឋាននរកភ្លេចអស់សូម្បីតែរូបពុកម៉ែរបស់នាងកំពុងយំយាមសាក់សពរបស់នាងឈានជើងដើរសម្ដៅចិត្តទៅដល់ទៅហើយរំពេចនោះនាងក៏ក្រឡេកទៅមើលបឹងទឹកថ្លាឆ្វេងក្បែរខ្ទមនោះនាងមិនបានឃើញមានរូបភាពផ្កាឈូកដូចទៅនឹងបឹងដែលនាងបានឃើញមុននេះទៀតនោះទេតែជំនួសមកវិញនៅក្នុងទឹកនៅក្នុងបឹងនេះបានឆ្លោះដូចជាកញ្ចក់អញ្ចឹងនាងបានឃើញរូបកាយរបស់នាងកំពុងតែដេកស្ដុកស្ដឹងនៅក្នុងមួយឈូកដងងឹតស្លុបហើយឃើញឪពុកម្ដាយរបស់នាងកំពុងតែយកដៃអង្អែលក្តាមឈូសយំស្រក់ទឹកភ្នែកជោកថ្ពាល់នាងបានឮសំឡេងរបស់ម្ដាយនាងខ្សឹបឮឡើងតិចថាថាវីកូនមកវិញមកកូនខណៈរំពេចនោះផងដែរថាវីភ្ញាក់ព្រឺតនាងបានដឹងខ្លួនថាខ្ទមស្រែដ៏ស្រស់ស្អាតនេះនិងវាស្រែដ៏ខៀវស្រងាត់មួយនេះគឺជាអន្ទាក់នៃក្តីសុខคล้ายបើនាងហ៊ានតែដើរឈានជើងចូលទៅក្នុងខ្ទមស្រែឬហូបម្ហូបទាំងនោះព្រលឹងរបស់នាងនឹងជាប់គាំងនៅទីនេះជារៀងរហូតคล้ายទៅជាវិញ្ញាណវល់វល់ចាំចង្ការនេះជារៀងរហូតដោយមិនអាចត្រឡប់ទៅឋានមនុស្សវិញបាននោះទេថាវីបានស្រែកទាំងទឹកភ្នែកទេខ្ញុំអត់នៅទីនេះទេខ្ញុំត្រូវតែជួបម៉ែនេះមិនមែនជាផ្ទះរបស់ខ្ញុំទេ
ក្រោយនិយាយចប់នាងក៏សម្រេចចិត្តបាយខ្នងរត់ចេញពីខ្ទមនេះយ៉ាងលឿននាងរត់កាត់វាលស្រែយ៉ាងធំល្វឹងល្វើយនេះសូម្បីតែងាកក្រោយបន្តិចក៏នាងមិនងាកនោះដែរខណៈពេលនោះផងដែរដីវាលស្រែដែលខៀវស្រងាត់មើលដាច់កន្ទុយភ្នែកក៏បានរលាយបាត់ម្ដងបន្តិចប្រែមកវិញជាភាពងងឹតស្លុបពេលនោះនាងក៏បានរអិលជើងជាមួយនឹងអ្វីម្យ៉ាងបានធ្លាក់ចូលទៅក្នុងរណ្ដៅមួយយ៉ាងជ្រៅហើយល្បឿនគឺលឿនខ្លាំងមែនទែនរហូតដល់ធ្លាក់មកដល់បាតក្រោមឬសូរតែក្តៀងដែលសំឡេងនោះមើលទៅដូចជាសំឡេងក្តារអញ្ចឹងរាងកាយរបស់ថាវីដែលធ្លាប់តែត្រជាក់ដូចទឹកកកចាប់ដើមមានកម្ដៅឡើងមកវិញបន្តិចម្ដងនៅពេលដែលវិញ្ញាណរត់ចូលមកសន្ធិដ្ឋនៅក្នុងសាច់ឈាមវិញនាងបានបើកភ្នែកឡើងប៉ុន្តែអ្វីដែលនាងឃើញគឺមានសភាពងងឹតសូន្យឈឹងនាងមានអារម្មណ៍ថាមានអ្វីម្យ៉ាងសង្កត់លើទ្រូងនាងយ៉ាងណែនយ៉ាងធ្ងន់នាងព្យាយាមដកដង្ហើមនិងដកខ្យល់អាកាសនៅទីនោះដូចជាកំពុងតែអស់ទៅដៃជើងរបស់នាងត្រូវបានគេចងជាប់ងងឹតណាហាត់ໄວងឹតចង្អៀតម៉ែជួយខ្ញុំផងម៉ែខ្ញុំនៅទីណាម៉ែមិនខ្ញុំក្រាកខ្លួនអាកាសចឹងម៉ែពេលនោះនាងបានប្រឹងបំរាស់ខ្លួនទាំងខ្លួនគ្មានកម្លាំងកំហែងបន្តិចនោះទេរាងកាយរបស់នាងហាក់ដូចកំពុងតែខ្សោះជាតិទឹកជាខ្លាំងហាក់ដូចជាមនុស្សដែលខានផឹកទឹកមកជាច្រើនថ្ងៃមកហើយដោយកម្លាំងរង្គិលចុះរង្គិលឡើងដោយរង្គិលទៅឆ្វេងក៏ប៉ះតែក្តាររង្គិលទៅស្ដាំក៏ប៉ះតែឈើពេលនោះហើយទើបនាងដឹងខ្លួនថានាងកំពុងតែដេកនៅក្នុងមឈូសដែលត្រូវបានគេរងចាំយកទៅបូជានៅព្រឹកស្អែកនេះថាមពលរបស់នាងនៅតែខ្សោយខ្លាំងណាស់ព្រោះរាងកាយនេះមិនបានដកដង្ហើមជាច្រើនម៉ោងហើយម្ហូបអាហារតែបន្តិចក៏មិនបានញ៉ាំឯជាតិទឹកនៅក្នុងរាងកាយវិញគឺខ្សោះខ្សោយអស់ទៅហើយក្នុងចិត្តនាងនឹកឃើញទៅដល់ពាក្យសច្ចៈដែលសន្យាជាមួយនឹងយមរាជនឹកឃើញដល់ផ្លូវខាងកើតដែលនាងខំជ្រើសរើសនាងមិនអាចមកស្លាប់ដេកនៅក្នុងមឈូសនេះទៅនោះទេបន្ទាប់ពីគិតក្នុងចិត្តទាំងវិលវល់ហើយនាងបានប្រឹងប្រមូលយកធម្មពលចុងក្រោយដែលនៅសេសសល់ហើយនឹករលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណឪពុកម្ដាយជាធម្មពលរុញច្រាននាងក៏បានប្រើកែងដៃបោកទង្គិចទៅនឹងជ្រុងមឈូសយ៉ាងខ្លាំងដឹបរដងដែលនាងទង្គិចនាងមានអារម្មណ៍ថាវិលមុខស្ទើរតែដាច់ខ្យល់ទៅហើយតែនាងដឹងថាបើនាងឈប់នៅពេលនេះនោះមកឈប់នឹងខ្លាចទៅជាផ្លូវពិតប្រាកដដែលនាងនឹងលែងបានរស់នៅលើលោកនេះជារៀងរហូតនៅក្នុងរោងបុណ្យដែលពោពេញទៅដោយផ្សែងធូបភ្ញៀវមកដេកយាមសពជាច្រើនកកកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ខណៈវេលាដែលម្ដាយថាវីបានងើបបំរាស់ខ្លួនគាត់ក៏បានឮសំឡេងដឹបចេញពីក្នុងមឈូសគាត់បានងើបមកយ៉ាងភ័យតក់ស្លុតហើយក៏បានដើរទៅជិតមឈូសស្រាប់តែគាត់បានឮសំឡេងគ្រីតក្រតហាក់ដូចជាមានអ្វីកំពុងតែកោសនៅក្នុងក្តារមឈូសនោះអញ្ចឹងគិតមិនទាន់ផុតពីមាត់ផងសំឡេងដែលលាន់ចេញពីក្តារមឈូសក៏បានឮសំឡេងទៅក្តារមឈូសក៏ចាប់ផ្ដើមញ័ររំជួយរហូតស្ទើរតែធ្លាក់ថូផ្កានិងទៀនដែលគេអុជដាក់នៅលើកំពប់មកដល់ដីដោយសំឡេងនេះនៅតែបន្តឮជាធម្មតារឿយអ្នកដែលដេកនៅក្បែរសពទាំងអស់ទាំងប៉ុន្មានបានងើបមកទាំងមានភាពងឿងឆ្ងល់ទាំងខ្លាំងអ្នកខ្លះភ័យស្លន់ស្លោស្ទើរតែរត់ទៅហើយអ្នកខ្លះទៀតបានកាន់ពិលដើម្បីឆ្លោះបញ្ចាំងឈួលមើលទៅកាន់ក្តារមឈូសរបស់ថាវី
ខណៈគ្រានោះហើយម្ដាយថាវីក៏បានយំស្រែកយ៉ាងខ្លាំងៗថាជួយផងជួយកូនខ្ញុំផងវានៅរស់ទេជួយកោះមឈូសកូនខ្ញុំផងសំឡេងមឈូសបើកក្រាក់លោកអាចារ្យភ្លុកបានបង្គាប់បញ្ជាឲ្យឪពុករបស់ថាវីយកពូថៅទៅកោះក្តាមមឈូសនោះចេញមកទាំងញ័រដៃគ្រាន់តែក្តាមមឈូសហើបមកភ្លាមថាវីងើបអង្គុយឡើងទាំងដង្ហក់មុខរបស់នាងស្លេកស្លាំងមើលទៅសដូចក្រដាស់ភ្នែកបើកធំសម្លឹងទៅមើលមនុស្សជុំវិញខ្លួននាងក៏បានប្រឹងស្រែកបន្លឺសំឡេងទាំងស្អកថាម៉ែនិយាយមិនតាន់បានប៉ុន្មានម៉ាត់ផងក៏បានដួលសន្លប់បាត់ស្មារតីទៅអ្នកភូមិនៅទីនោះប្រញាប់ប្រញាល់លើកត្រកងរាងកាយរបស់នាងចេញពីមឈូសទាំងមានអារម្មណ៍ភ័យផងអរផងលោកតាអាចារ្យបានឲ្យគេសាយនាងយកទៅដាក់លើគ្រែនៅក្បែរនោះហើយមិនឲ្យគេទៅរោមជុំចិត្តនោះទេព្រោះខ្យល់ដង្ហើមនៅទីនោះដូចជាហប់ខ្លាំងណាស់បើហ៊ានតែនៅជុំចិត្តខ្លាចនាងផុតដង្ហើមទៅព្រោះនាងមិនទាន់មានស្មារតីរឹងមាំវិញនៅឡើយទេក្រោយនោះបន្តិចលោកគ្រូពេទ្យដែលរស់នៅក្បែរភូមិក៏បានមកដល់ហើយក៏បានយកសេរ៉ូមពីកំប្លោកយកមកចាក់ថ្នាំជំនួយកម្លាំងហើយបានព្យួរជាមួយនឹងដៃថាវីរហូតមួយសន្ទុះមួយស្របបក់ក្រោយមកថាវីក៏ចាប់ផ្ដើមមានសម្បុរការឈប់ឡើងមកវិញនាងអង្គុយផ្អែកខ្នងទៅនឹងសសរផ្ទះដោយក្នុងដៃរបស់នាងកាន់ទឹកក្តៅអ៊ុនដែលម៉ែរបស់នាងបានបញ្ច្រកបន្តិចម្ដងអ្នកភូមិដែលនៅមិនទាន់ត្រឡប់ទៅផ្ទះចាប់ផ្ដើមមកចោមរោមមើលនាងទាំងតក់ស្លុតជាទីបំផុតដែលអ្នកភូមិត្រូវបានបែងចែកជាពីរផ្នែកមួយផ្នែកគឺអ្នកដែលជឿទៅលើពាក្យពេចន៍ដែលរៀបរាប់ចេញពីមាត់របស់ថាវីដែលនាងបានចេញពីខ្លួនប្រាណនិងបានជួបប្រសពជាមួយនឹងរឿងរ៉ាវហេតុភេទអ្វីខ្លះទើបនាងបានឆ្លងទៅកាន់ទ្វារនរករហូតត្រូវយមរាជបានពន្លែងនាងឲ្យចេញត្រឡប់មកឋានមនុស្សលោកវិញហើយមានមួយផ្នែកទៀតក៏មិនជឿនាងទេពួកអ្នកដែលជឿគេបាននិយាយថានេះនាងពិតជាមានបុណ្យធំធេងណាស់ដែលយមរាជបានដោះលែងនាងត្រឡប់មកវិញអ្នកភូមិមួយចំនួនទៀតក៏បាននិយាយថាអើយកុំទៅបរិចរឿងធំពេកអីតាមពិតក្មេងវាគ្រាន់តែស្លាប់បាត់ស្មារតីទេចាស់ពីដើមគាត់តែនិយាយថាងាប់ដង្ហើមតាមពិតទៅបេះដូងយើងគឺនៅដើរតិចរឿងឋាននរកឋានអីហ្នឹងគឺប្រហែលជានាងខ្វះខ្យល់អុកស៊ីហ្សែននៅក្នុងក្តាមមឈូសនោះទេទៅបានជានាងយល់សុបិនរវើរវាយម្នាក់ឯងបែបនេះនៅពេលដែលថាវីឮហើយនាងស្លុតចិត្តបន្តិចប៉ុន្តែនាងក៏មិនចង់ប្រកែកជាមួយអ្នកណាឡើយព្រោះភាពត្រជាក់ស្រេបនៅកញ្ចក់វេទមន្តផលកម្មវានៅតែដិតដាមនៅក្នុងអារម្មណ៍របស់នាងមិនទាន់បាត់នៅឡើយទេម្ដាយនាងឃើញសភាពមិនសូវស្រួលក៏ប្រញាប់កាត់ចង្វាក់ជឿមិនជឿក៏ស្រេចតែបងប្អូនទៅចោះតែសម្រាប់ខ្ញុំជាម្ដាយឲ្យតែកូនរស់វិញវាល្អបំផុតហើយសម្រាប់ខ្ញុំពេលវេលាបានកន្លងផុតទៅរំលងប្រហែលជា 2-3 ថ្ងៃនៅពេលដែលថាវីចាប់ផ្ដើមមានកម្លាំងកំហែងមកវិញសំឡេងឆ្កែព្រុសនៅពេលថ្ងៃបានបន្លឺឡើងនៅក្បែររបងវត្តថាវីនាងបានកំពុងតែដើរទៅវត្តទាំងមានអារម្មណ៍ចម្លែកនាងសម្លឹងទៅមើលមេឃថ្ងៃនេះគឺពិតណាស់មានព្រះអាទិត្យតែមួយគឺមិនដូចទៅក្នុងភពចន្លោះនោះឡើយនាងដកដង្ហើមធំនិងក្នុងចិត្តនឹកដល់សម្ដីលោកតានៅខ្ទមស្រែនិងកិច្ចសន្យាជាមួយនឹងលោកយមរាជនាងដឹងថាបើទោះជាអ្នកភូមិខ្លះគិតថានាងរវើរវាយក៏នាងត្រូវតែរក្សាសច្ចៈនេះឲ្យបានព្រោះបើមានលើកក្រោយទៀតនាងប្រកាសជាគ្មានឱកាសងើបចេញពីមឈូសជាលើកទី2ឡើយក្រោយពីបានស្រោចទឹកកាត់គ្រួសនិងសមាសិលទាននៅចំពោះមុខព្រះអង្គរួចហើយថាវីបានត្រឡប់មកវិញមកដល់ផ្ទះក្នុងសភាពជាមនុស្សថ្មី
អ្នកភូមិដែលធ្លាប់តែឃើញនាងដើរនិយាយចាក់ដោតនិយាយចាក់រុកភូតភរលេងសើចជាមួយគេឯងតែចម្លែកចិត្តបែរជាផ្លាស់ប្ដូរមកវិញជាមួយនឹងមនុស្សថ្មីម្នាក់ទៀតដែលសភាពរបស់ថាវីនៅពេលនេះស្ងប់ស្ងាត់និងមានសតិរឹងមាំជាងមុនឆ្ងាយណាស់ថាវីក៏និយាយជាមួយនឹងឪពុកម្ដាយរបស់នាងទាំងសម្ដីទន់ភ្លន់ថាម៉ែពុកកាលដែលកូនស្លាប់ទៅកូនបានដឹងច្បាស់ហើយអ្វីដែលយើងយកទៅតាមខ្លួនបានមិនមែនជាមាសប្រាក់និងរូបសម្បត្តិនោះទេគឺមានតែបុណ្យហើយនឹងបាបតែប៉ុណ្ណោះម៉ែពុកកូនសុំខមាទោសពុកម៉ែចាប់ពីពេលនេះតទៅកូននឹងមិនអោយមាត់របស់កូនសាងបាបបន្តទៀតទេកូននឹងរស់នៅដើម្បីសងគុណពុកម៉ែនិងជួយអ្នកដទៃឲ្យអស់ពីចិត្តរបស់កូនបន្ទាប់ពីឮហើយពុកម៉ែរបស់ថាវីសប្បាយចិត្តខ្លាំងណាស់ហើយក៏បានអោបក្បាលរបស់កូនជីវិតថ្មីរបស់ថាវីចាប់ផ្ដើមដោយការកែប្រែទម្លាប់នាងឈប់ដើរលេងអត់ប្រយោជន៍នាងបដូរមកវិញជាមួយនឹងការជួយដាំបាយលាងចាននិងបោសសម្អាតសម្បែងផ្ទះរាល់ពាក្យដែលនាងតែនិយាយចេញមកសុទ្ធតែជាពាក្យពិតនិងពាក្យដែលមានប្រយោជន៍បើពាក្យណាដែលនិយាយទៅនាំឲ្យគេឆ្លោះគ្នាឬក្តៅក្រហាយនាងសុខចិត្តរក្សាភាពស្ងៀមស្ងាត់វិញនៅក្នុងសាច់រឿងនេះថាវីគាត់បានរៀនសូត្រអំពីអណ្ដាតអាចជាផ្លែផ្កាដែលផ្ដល់ក្លិនក្រអូបប៉ុន្តែក៏អាចជាដាវដ៏មុតស្រួចសម្រាប់មនុស្សយើងបានដែរការដែលនាងខំស្រាយរបងប្រាជ្ញារបស់លោកយមរាជគឺមិនមែនគ្រាន់តែស្រាយដើម្បីរស់មកវិញនោះទេតែវាគឺជាការស្រាយចំណងកម្មដែលនាងបានចងទុកតាំងពីអតីតកាលរបស់នាងរាល់ពេលដែលនាងដើរកាត់តាមខ្លោងទ្វារវត្តឬមើលឃើញព្រះអាទិត្យរះនៅទិសខាងកើតនាងតែងតែរលឹកប្រាប់ខ្លួនឯងជានិច្ចថាជីវិតដែលបានរស់មកវិញនេះគឺសំដៅទៅលើអាកាសទី2ចូលរស់នៅដោយមានសតិចូលនិយាយដោយមានភាពសច្ចៈនិងចូលធ្វើបុណ្យឲ្យបានច្រើនតន់នៅមានដង្ហើមរឿងរ៉ាវរបស់ថាវីនេះបានคล้ายទៅជាមេរៀនដ៏ធំមួយសម្រាប់អ្នកភូមិនៅបឹងលំពេចគេបានឈប់និយាយដើមគ្នានិងឈប់និយាយភូតភរគ្នាព្រោះអ្នកខ្លះដែលគេជឿខ្លាចថ្ងៃណាមួយគេនឹងជួបប្រទះជាមួយនឹងរឿងដូចថាវីហើយក៏ត្រូវប្រឈមមុខជាមួយនឹងកញ្ចក់កម្មផលរួចរកផ្លូវមកផ្ទះវិញមិនឃើញដូចថាវីហើយនេះគឺជាសច្ចភាពនៃជីវិតកុំចាំដល់ពេលដែលខ្លួនស្លាប់ហើយទើបដឹងខ្លួនថាខ្លួនឯងបានធ្វើសាងបាបកម្មអ្វីខ្លះរឿងរ៉ាវរបស់ថាវីក្មេងស្រីដែលងើបពីមឈូសនេះបានមកដល់ទីបញ្ចប់ហើយដំណើរផ្សងព្រេងនៅក្នុងចន្លោះភពនិងការប្រឈមមុខជាមួយនឹងស្ដេចយមរាជវាមិនមែនគ្រាន់តែជាសាច់រឿងព្រឺព្រួចសម្រាប់ស្ដាប់កំសាន្តនោះទេប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញពីការពិតនៃកម្មផលដែលមនុស្សយើងម្នាក់ៗកំពុងតែសាងរៀងរាល់ថ្ងៃនេះសរុបសេចក្តីជាមេរៀនខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដែលបានស្ដាប់រឿងមួយនេះតាមរយៈសាច់រឿងមួយនេះយើងបានយល់ឃើញថាកម្មផលតាមរយៈពាក្យសម្ដីដែលយើងនិយាយភូតភរលេងសើចពេលខ្លះក៏អាចបង្កទៅជាទុក្ខទោសរឿងតូចតាចតែវាគឺស្ថិតនៅក្នុងបញ្ជីមរណៈបាបកម្មយ៉ាងក្រាស់ក្រែលមួយវាយ៉ាងវិញទៀតនោះគឺសតិនិងប្រាជ្ញាការដែលថាវីបានស្រាយរបងប្រាជ្ញារបស់យមរាជបានក៏ព្រោះតែនាងមានសតិនឹកឃើញរលឹកដល់អ្នកមានគុណកតញ្ញូតាធម៌គឺជាពន្លឺតែមួយគត់ដែលនាំផ្លូវយើងឲ្យចេញពីភាពងងឹតហើយឱកាសទី2របស់មនុស្សគ្រប់រូបមិនមែនសុទ្ធតែមានឱកាសងើបចេញពីមឈូសមកកែខ្លួនដូចជាណាវីនោះទេដូច្នេះគម្រោងចាំដល់ជីវិតចុងក្រោយទើបស្ដាយស្រណោះជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានសន្តាប់ជាមួយនឹងរឿងថាវីងើបពីមរណៈនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថារឿងនេះនឹងក្លាយទៅជាគ្រឿងរលឹកស្មារតីដល់អ្នកគ្រប់គ្នាឲ្យរស់នៅជាមួយនឹងសច្ចៈចេះស្រឡាញ់និងផ្ដល់តម្លៃទៅឲ្យមនុស្សជំនាញខ្លួនតាមរយៈពាក្យសម្ដីនិងទង្វើដ៏ល្អប្រពៃសូមឲ្យពន្លឺនៃទិសខាងកើតជួយនាំអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខនិងជៀសផុតពីកម្មផលទាំងពួងសម្រាប់យប់នេះខ្ញុំបាទខ្មៅដៃសូមអរគុណ
និងសូមជម្រាបលារាត្រីសួស្តី